សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកចូលរួមព្រឹត្តិការណ៍អបអរសាទរគប់100ឆ្នាំរបស់សាកលវិទ្យាល័យអន្តរាដែលប្រារព្ធឡើងនៅថ្ងៃទី27ខែមេសាឆ្នាំ2026នៅទីលាន Engineering College Ground គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រហើយសាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ1926ហើយបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍអប់រំការស្រាវជ្រាវជាពិសេសការអភិវឌ្ឍធនធានមនុស្សនៅប្រទេសឥណ្ឌាជាដើមហើយការប្រារព្ធខួប100ឆ្នាំនេះគឺមិនត្រឹមតែជាការអបអរសាទររយៈពេលវែងនៃការរីកចម្រើនប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាការគោរពដល់សិស្សបុគ្គលិកនិងអតីតសិស្សដែលបានចូលរួមក្នុងភាពជោគជ័យឬក៏ភាពសម្រេចបាននៅគោលដៅរបស់ពួកគេជាដើមហើយជាពិសេសទីលាននេះគឺជាកន្លែងសម្រាប់ប្រព្រឹត្តនៅព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែលមានកម្មវិធីជាច្រើនដូចជាការសម្ដែងវប្បធម៌ការសម្ដែងនៅរបាំប្រពៃណីមានការប្រគំតន្ត្រីប្រពៃណីរបស់ឥណ្ឌាជាពិសេសគឺការថ្លែងនៅសន្ទរកថារបស់ភ្ញៀវកិត្តិយសដូចជាអតីតសិស្សនៅថ្នាក់ដឹកនាំកម្ពុជារបស់សាកលវិទ្យាល័យហើយនឹងមានលោកសាជីនដែលជាអ្នកបុគ្គលដែលល្បីដែលគេតែងតែហៅថា God of Cricket